ចំណុចសំខាន់សម្រាប់អ្នកដែលលេង Minecraft មុនដំបូងគួរតែដឹងបើសិនអ្នកគ្នាមើលវីដេអូនេះតាំងពីដើមដល់ចប់អ្នកគ្នានឹងទទួលបាន Resource Pack និង Teacher Pack 2សម្រាប់អ្នកគ្នាយកទៅលេងក្នុង server and ក្នុង world របស់អ្នកគ្នាចឹងអ្នកគ្នាកុំភ្លេច like វីដេអូនេះម្នាក់មួយផងណាចឹង Minecraft យើងអាចទិញក្នុង Play Store ក៏បានហើយយើងអាច downgrade ពី Google ក៏បានដែរអ្នកគ្នាតែខ្ញុំ recommend អ្នកទិញដោយសារវាស្រួល update បើ downgrade វាអាច update បានទេចឹងនៅកន្លែងចំណុចនេះគឺវាមិនសូវសំខាន់ប៉ុន្មានទេក៏គេឲ្យយើងជ្រើសរើសហើយយើងជ្រើសតាមដែលយើងចង់លេងមកនឹងយើងអាចជ្រើសតួអង្គបានហើយនេះដែរគឺជាកន្លែងចំណុចសំខាន់មួយទី1គឺយើងត្រូវតែ sign in នៅ account Microsoft របស់យើងឲ្យបានត្រឹមត្រូវដើម្បីអាចលេង online បានចឹងខ្ញុំមកសុំលម្អិតកន្លែងទៅនឹងទេអ្នកគ្នាអាចធ្វើដោយខ្លួនឯងបានកន្លែងទៅនឹងចឹងនេះដែរគឺជា account របស់ខ្ញុំដែលបាន connect រួចរាល់ហើយចឹងពេលយើងភ្ជាប់រួចរាល់គឺលើតួអង្គរបស់យើងគឺមានឈ្មោះយើងដែលយើងបានភ្ជាប់នឹងចឹងមួយទៀតគឺខ្ញុំសូមអ្នកជួយ setting មកហើយអ្នកគ្នាអូរកមើលកន្លែង Panday នេះអ្នកគួរតែបើកប៊ូតុងដូចខ្ញុំទាំងអស់មកដើម្បីអាចលេង online បានហ្នឹងហើយយើងចុចអាក្រោមមកគឺបានហើយចឹងនៅក្រុមរូប Panday ហ្នឹងគឺមានពាក្យថា video អ្នកសូមអូសទៅក្រោមមួយទៀតហើយអ្នកគ្នា scroll ទៅក្រោមមក scroll ទៀតមកអ្នកគ្នា scroll ដល់កន្លែងដែលខ្ញុំចង់ប្រាប់អ្នកគ្នាគឺកន្លែងនេះអ្នកគ្នាដាក់ដកមួយមកចឹងធ្វើអញ្ចឹងដើម្បី UI របស់យើងតូចស្រួលមើលអ្នកគ្នាអត់ធំដូចមុនទេអ្នកគ្នាឃើញអត់ចឹងសម្រាប់កន្លែងចំណុចនេះគឺគេឲ្យយើងជ្រើសរើសប៊ូតុងអ្នកគ្នាឆ្លាញ់មួយណាអ្នកគ្នាអាចជ្រើសរើសបានបើខ្ញុំសូមយកទី3ចឹងចំណុចសំខាន់ណាស់អ្នកគួរតែដឹងកន្លែង keep inventory យើងគឺយើងអាចបើកបានចុចបើកអាពាក្យលើនោះមកអ្នកគ្នាអាចបើក keep inventory បានហើយ keep inventory ហ្នឹងគឺពេលយើងងាប់ទៅអត់បាត់របានទេកន្លែងខាងក្រោមគេនោះណាគឺតាក់ទងនឹង mod ហើយតាក់ទងនឹងការ update ថ្មីតាម Minecraft ដាក់បញ្ចូលទៅយើងគួរតែបើកវាទៅអញ្ចឹងពេលអ្នកគ្នាចូលមកដល់ game អ្នកគ្នាគួរតែចុច setting ហើយចុចពាក្យថា video ហ្នឹងហើយអ្នកគ្នា scroll មកក្រោមមក scroll តាមខ្ញុំមកមួយមកអ្នកគ្នា scroll ទៀតយើង scroll ទៀតហើយដល់ពាក្យនៃ UI នេះអញ្ចឹងអ្នកគ្នាដាក់ classic មកហើយបេះដូងវានឹង load ចូលមកក្រោមហើយបើតើមកអ្នកគ្នាចូល setting ដល់ដែរអ្នកគ្នាចុចពាក្យ game ហ្នឹងហើយអ្នកគ្នាគួរតែបើក setting ពីរហ្នឹងមួយ show ថ្ងៃហើយមួយទៀតគឺ show coordinate នេះឃើញអ្នកគ្នាឃើញអត់ port coordinate យើងនៅលើហ្នឹងហើយអញ្ចឹងបើសិនអ្នកគ្នាចង់សេរីដៃគេមកហើយនេះចុចពាក្យថាថយហ្នឹងបានហើយអ្នកគ្នានឹងឃើញកន្លែងសេរីហើយចឹងនៅកន្លែងថយដែរគឺអ្នកគ្នាគួរតែបើក setting ពីរនេះដែលជា option ថ្មីរបស់ Minecraft នេះបើកតាមខ្ញុំមកបានហើយនេះអ្នកគ្នាអាចមើលបានហើយយើងអាចមានកន្លែងប្រាប់ copy បានចឹងមើលខ្ញុំដាក់ creative ឲ្យមើលចឹងនៅក្នុងហ្នឹងគឺយើងអាច copy item បាននេះអ្នកគ្នាអាចឃើញបានហើយយើងអាច copy ក៏បានដែរចឹងស្រួលមែនតើយើងអាចបាច់ចូល inventory ទេហើយមួយទៀតគឺយើងមាន F5 អាកន្លែងរូបភ្នែកខាងលើហ្នឹងយើងចុចដូរបានចឹងវាលឿនស្រួលមើលចឹងនៅកន្លែងថយដែរហ្នឹងគឺអ្នកគ្នាគួរតែបើក setting នេះតែអ្នកគ្នាអាចបិទអាកន្លែងយើងអូសនឹងបានធ្វើឲ្យក្រុងយើងមើលស្រួលជាងមុនអ្នកឃើញអត់គឺអត់មានថាច់ដែលយើងអូសនឹងទេចឹងបើសិនអ្នកគ្នាចង់ show តួអង្គរបស់យើងឲ្យយើងមើលឃើញគឺអ្នកគ្នាអាចបើក setting នេះបានចូលពាក្យកន្លែង video នឹងដែរមកនិងចុចបិទអានឹងដូចខ្ញុំមកហើយនេះនឹងឃើញតួអង្គរបស់យើងនៅលើនោះហើយយើងអាចងាកទៅគឺយើងអាចមើលឃើញហ្នឹងចឹងចឹងនៅកន្លែង video ដដែលអ្នកគ្នាអាចបើក LVV ឲ្យធំតិចមកដើម្បីស្រួលមើលជុំវិញខ្លួនយើងកាន់តែធំសម្រាប់អ្នកគ្នាលេង PVP គឺត្រូវតែបើកតែម្ដងព្រោះយើងស្រួលវាយ enemy ចឹងណាចឹងបើសិនអ្នកគ្នាចង់ឲ្យដៃរបស់យើងដូច Minecraft Java អ្នកគ្នាអាចបិទ setting ដូចខ្ញុំបាននេះបិទមកគឺដៃរបស់យើងក៏អត់អង្គើទេឃើញអត់ចឹងនៅកន្លែងដដែលហ្នឹងណាកន្លែង video ដដែលហើយអ្នកគ្នា scroll នៅកន្លែងពាក្យដែលខ្ញុំបានបិទហ្នឹងមិញអ្នកគ្នាបើកអាប៊ូតុងនេះដូចខ្ញុំមកអ្នកគ្នានៅទទួលបានកន្លងខ្មៅចឹងកន្លងខ្មៅនេះគឺអ្នកគ្នាគួរតែបើកដោយសារវាជួយលើសម្រាប់ Minecraft យើងខ្លាំងមែនទេយើងមើលស្រួលមែនទេហើយនេះដល់ចំណុចសំខាន់ជាងគេគឺប្រភេទឆាងដែលជាប្រភេទ render world យើងដែលយើងមើលបានឆ្ងាយនឹង FPS អ្នកគ្នាគួរតែដាក់មិចចឹងមកសម្រាប់ទូរស័ព្ទអ្នកគ្នាស្ទើរអីអ្នកគ្នាអាចដាក់តលេខឆាងដល់6អីបានហើយកុំដាក់ទាបពេកមើលអត់បានឆ្ងាយទេសម្រាប់ខ្ញុំគឺអត់អីទេគឺខ្ញុំអាចដាក់បានចឹងអ្នកគ្នាគិតមិនដែរសម្រាប់វីដេអូមួយនេះចឹងយើងមានវីដេអូភាគ2ទៀតសម្រាប់របៀបដាក់ Teacher Pack និង Resource Pack ជួបគ្នាក្នុងភាគ2បន្ត